សង្គ្រាមរវាងអាមេរិកនិងអាហ្សេបៃសង់នៅតំបន់ Nagorno-Karabakh នៅឆ្នាំ2020គឺជាការបើកទំព័រសករាជថ្មីមួយនៃការប្រើប្រាស់ដ្រូនពិឃាតដំបូងក្នុងប្រវត្តិសាស្ត្រសង្គ្រាមសម័យថ្មីរហូតដល់សង្គ្រាមអ៊ុយក្រែនរៀនសូត្រតាមវាហើយតួអង្គមួយដែលរីកមុខរីកមាត់ជាងគេក្នុងសង្គ្រាមមួយនេះនោះគឺដ្រូនពិឃាត TB2 មុននឹងនិយាយដល់ដ្រូនមួយនេះយើងចាប់ផ្ដើមស្វែងយល់ពីប្រវត្តិនៃចំនួនប្រទេសទាំងពីរនេះជាមុនសិនអំពីប្រទេសអាសេបៃសង់ឬមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអាសេបៃសង់និងមានរដ្ឋធានីឈ្មោះថាបាគូរីឯលោកអ៊ីលហាមអាលីយ៉វគឺជាប្រធានាធិបតីដឹកនាំរដ្ឋាភិបាលអាសេបៃសង់មានប្រជាជនសរុបជាង 9.7 លាននាក់និងមានផ្ទៃដី 86,600 គីឡូម៉ែត្រក្រឡាប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីអាមេនីផ្នែកមួយចំនួនតូចជាប់នឹងទូគីនិងអ៊ីរ៉ង់រួមទាំងជាប់សមុទ្រកាស្ពីនអាស៊ានផ្សងខ្លាយជារដ្ឋឯករាជ្យក្នុងឆ្នាំ1918ក្រោយអាណាចក្រអូតូម៉ង់ដួលរលំតែបែរជាត្រូវស្ថិតនៅក្រោមសហភាពសូវៀតរហូតដល់ក្រោយសហភាពសូវៀតដួលរលំនៅឆ្នាំ1991ទើបប្រទេសនេះមានឯករាជ្យជាផ្លូវការដោយនៅកំឡុងឆ្នាំ2020ប្រទេសអាស៊ានតែងតែទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីទូគីហើយអ៊ីស្រាអែលគឺជាអ្នកជួយផ្គត់ផ្គង់ដ្រូនអាឃាត IAI Harop អាស៊ានបានចំណាយលើកញ្ចប់ថវិកាយោធា 2.73% នៃផលិតផលនៅក្នុងស្រុកសរុប GDP ហើយប្រទេសមួយនេះមានកងទ័ពសកម្ម 66,540 នាក់និងកងទ័ពបម្រុង 300,000 នាក់ប្រជាជនដែលអាចចូលរួមបម្រើកងទ័ពបានជាង 3 លាននាក់និយាយអំពីសភាវុធវិញអាស៊ានមានរថក្រោះចំនួន665គ្រឿងរថពាដែក1637គ្រឿងកាំភ្លើងធំសរុប740ដើមយន្តហោះចម្បាំងសរុប217គ្រឿងឧទ្ធម្ភាគចក្រ75គ្រឿងនាវាចម្បាំង31គ្រឿងព្រមទាំងនាវាមុជទឹកចំនួន4គ្រឿងចំណែកឯអាមេនីវិញអាមេរីមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអាមេនីប្រទេសមួយនេះមានរដ្ឋធានីឈ្មោះថាយេរូវ៉ាន់និងមានលោកនីកូប៉ាស៊ីយ៉ានជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលរីឯលោកអាមែនសាយ៉ានជាប្រធានាធិបតីប្រទេសអាមេនីមានប្រជាជនសរុប 2.9 លាននាក់និងផ្ទៃដី 29,743 គីឡូម៉ែត្រក្រឡាប្រទេសមួយនេះមានព្រំប្រទល់ជាប់នឹងសូកស៊ីអាសេបៃសង់ទូគីអ៊ីរ៉ង់ហើយគ្មានសមុទ្រឡើយប្រទេសអាមេនីក្លាយជារដ្ឋឯករាជ្យក្នុងឆ្នាំ1918ក្រោយអាណាចក្រអូតូម៉ង់ដួលរលំតែបែរជាត្រូវស្ថិតក្រោមសហភាពសូវៀតរហូតដល់ក្រោយសហភាពសូវៀតដួលរលំនៅឆ្នាំ1991ទើបប្រទេសនេះបានឯករាជ្យជាផ្លូវការកម្លាំងយោធាអាមេនីមុនពេលសង្គ្រាមឆ្នាំ2020ប្រទេសអាមេនីមានខ្នងបង្អែកដ៏ធំនោះគឺរុស្ស៊ីប៉ុន្តែរុស្ស៊ីក៏ជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាស៊ានក្នុងពេលតែមួយដូចគ្នាហេតុដូច្នេះទើបពីរុស្ស៊ីបានប្រឹងប្រែងណែនាំឲ្យប្រទេសទាំងពីរឈប់ឆ្លោះគ្នានិងបង្កើតបទឈប់បាញ់ឡើងប្រទេសមួយនេះបានចំណាយកញ្ចប់ថវិកាលើវិស័យយោធា 0.5% នៃផលិតផលក្នុងស្រុក GDP អាមេរិកមានកងទ័ពសកម្ម 45,000 នាក់និងទ័ពបម្រុង 210,000 នាក់និងមានប្រជាជនដែលអាចចូលបម្រើយោធាបានចំនួន 809,576 នាក់និយាយពីសភាវុធវិញអាមេរិកមានរថក្រោះ529គ្រឿងនិងរថពាដែក 1,000 គ្រឿងខណៈដែលកាំភ្លើងធំសរុប293ដើមយន្តហោះចម្បាំង65គ្រឿងនិងឧទ្ធម្ភាគចក្រ42គ្រឿងដើមចមនៃចំនួនគឺចេញពីតំបន់ Nagorno-Karabakh មានផ្ទៃដីជាង 4,400 គីឡូម៉ែត្រក្រឡាហើយក្លាយជាចំណុចកណ្ដាលនៃចំនួនរវាងអាស៊ាបៃសង់និងអាមេនីចាប់តាំងពីឆ្នាំ1918មកម្លេះពោលគឺនៅពេលដែលប្រទេសទាំងពីរនេះក្លាយជារដ្ឋឯករាជ្យចេញពីសហភាពសូវៀតនៅដើមឆ្នាំ1920ច្បាប់នឹងការគ្រប់គ្រងនៃសហភាពសូវៀតត្រូវបានដាក់អនុវត្តលើតំបន់ Caucasus ភាគខាងត្បូងហើយតំបន់ Nagorno-Karabakh ដែលមានប្រជាជនអាមេនីរស់នៅភាគច្រើនបានក្លាយជាតំបន់ស្វយ័តនៅលើទឹកដីនៃអតីតសាររដ្ឋមួយក្នុងសហភាពសូវៀតនោះគឺអាស៊ាបៃសង់ហើយជនជាតិដើមភាគតិចអាមេនីជាច្រើនមិនព្រមស្ថិតក្រោមការគ្រប់គ្រងពីអាជ្ញាធរអាស៊ាបៃសង់នោះឡើយក្នុងឆ្នាំ1988សភានៃតំបន់ Nagorno-Karabakh បានបោះឆ្នោតបង្រួបបង្រួមជាមួយនឹងសាររដ្ឋអាមេនី
ខណៈពេលដែលអតីតសារថេររដ្ឋសូវៀតអាសេបៃសង់និងទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តមួយនេះតមកទៀតក្រោយសហភាពសូវៀតដួលរលំនៅក្នុងឆ្នាំ1991ក្រុមអូទានបំបីរដ្ឋយេរ៉ាវ៉ាន់គាំទ្រដោយអាមេនីបានវាយយកទឹកដីដែលប្រជាជនអាសេបៃសង់ភាគតិចរស់នៅតាមតំបន់ចំនួន7ផ្សេងទៀតដែលស្ថិតក្រោមឧបសម្ព័ន្ធនៃប្រទេសអាសេបៃសង់មនុស្សយ៉ាងហោចណាស់30000នាក់បានស្លាប់និងរាប់ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាក់ចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែការវិយប្រយុទ្ធគ្នាមួយនេះទោះបីជាមានការអំពាវនាវពីអង្គការអន្តរជាតិឲ្យមានបទឈប់បាញ់ក្នុងឆ្នាំ1994ក៏ដោយក៏កិច្ចចរចាសន្តិភាពនៅតែបន្តជាប់គាំងនិងមិនអាចរកច្រកចេញរហូតបន្តនឹងសពថ្ងៃហើយការវិយប្រយុទ្ធគ្នាក៏ចេះតែកាត់ឡើងជារឿយៗផងដែរនៅជុំវិញតំបន់ណាកូណូការ៉ាបាក់និងតំបន់ព្រំដែនរវាងអាមេរីនិងអាសេបៃសង់ជាក់ស្ដែងនៅក្នុងខែមេសាឆ្នាំ2016មនុស្សរាប់សិបនាក់នៃភាគីទាំងពីរបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានិងក្រោយមកនៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2020កន្លងទៅសង្គ្រាមធំមួយបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងរវាងប្រទេសទាំងពីរហើយក៏ជាការរះឡើងនៃទ្រង់ពិឃាតទីប៊ីធូផងដែរនៅក្នុងសង្គ្រាមមួយនេះអាសេបៃសង់បានបាត់បង់កងទ័ពចំនួន2906នាក់និង6នាក់បានបាត់ខ្លួនហើយក៏មានទាហានស៊ីឈ្នូស៊េរីចំនួន541នាក់ត្រូវបានស្លាប់ត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់ប្រិយមិត្តយើងផងដែរថាទាហានស៊ីឈ្នូដែលអាសេបៃសង់ជួមកនោះគឺពួកគេជាទាហានមានបទពិសោធន៍ក្នុងសង្គ្រាមនៅស៊េរីដើម្បីជីវភាពគ្រួសារខ្លួននិងផលប្រយោជន៍មួយចំនួនទៀតដូចជាទទួលបានប្រាក់ខែ$1500សហរដ្ឋអាមេរិកនិងសិទ្ធិសម្រាប់គ្រួសារខ្លួនអាចមករស់នៅលើទឹកដីអាសេបៃសង់បានទើបពួកគេហ៊ានយកជីវិតធ្វើជាដើមទុននៅសមរភូមិជួមុកនៅណាកូណូការ៉ាបាក់ចំណែកអាមេនីវិញកងទ័ពខ្លួននិងក្រុមអត្តស័ក្តិដែលជាទាហាននៅណាកូណូការ៉ាបាក់នោះផ្ទាល់បានបាត់បង់ជីវិតចំនួន3825នាក់និង187នាក់បានបាត់ខ្លួនកាំភ្លើងធំ100ដើមជាងត្រូវបានបំផ្លាញរថគ្រោះចំនួន250គ្រឿងជាងត្រូវបានកំទេចរថបិដាចំនួន50គ្រឿងត្រូវបានខូចខាតទាំងស្រុងប្រព័ន្ធការពារដែនអាកាស S300 និងមីស៊ីលយុទ្ធសាស្ត្រស្គុតបាល់លីស្ទិកមួយគ្រឿងត្រូវបានកំទេចប្រព័ន្ធបាញ់កាំជ្រួចវងរាប់សិបគ្រឿងត្រូវបានបំផ្លាញហើយទឹកដីមួយផ្នែកធំត្រូវកងទ័ពអាសេបៃសង់កាន់កាប់បានបើសិនជាគ្មានបទឈប់បាញ់ដែលអន្តរាគមន៍ដោយរុស្ស៊ីនោះទេទឹកដីតំបន់នោះទាំងមូលនឹងត្រូវគ្រប់គ្រងទាំងស្រុងដោយកងទ័ពអាសេបៃសង់ហើយពីព្រោះក្នុងសង្គ្រាមមួយនេះអាសេបៃសង់បានត្រៀមទុកអស់ជាច្រើនឆ្នាំមកហើយដូចជាការនាំចូលអាវុធពីអ៊ីស្រាអែលនិងទូគីហើយសង្គ្រាមមួយនេះគឺជាការបើកទំព័រសក្តានុពលថ្មីសម្រាប់ភាពសព្វវុធទូគីនិងអ៊ីស្រាអែលនឹងការលេចមុខឡើងនៃដ្រូនពិឃាត TB2 ហើយបានជាឥទ្ធិពលសង្គ្រាមដ្រូននេះក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនសង្គ្រាមស៊ីវិលនៅភូមាសង្គ្រាមកម្ពុជាថៃនាឆ្នាំ2025កន្លងទៅអាសេបៃសង់បានរៀបចំយុទ្ធសាស្ត្រសង្គ្រាមតាមបែបឆាវសម័យសាមកុកគឺប្រើដ្រូនធម្មតាហោះទៅស៊ើបការស្វែងរកទីតាំងសត្រូវកាលបើចាប់គោលដៅបានហើយដ្រូនពិឃាត TB2 ឬក៏ IAI ហៅរ៉ុបហោះចេញទៅបុកកំទេចទម្លាក់ក្របបែកតែម្ដងតែបើដ្រូននោះហោះទៅត្រូវបានកំទេចដោយប្រព័ន្ធការពារអាកាសអាមេនីអាសេបៃសង់អាចចាប់សញ្ញាគោលដៅបានថាប្រព័ន្ធការពារអាកាសអាមេនីស្ថិតនៅត្រង់ចំណុចណារួចគេក៏ប្រើដ្រូនពិឃាត TB2 ទៅបំផ្លាញវាតែម្ដងក្នុងសង្គ្រាមមួយនេះអាសេបៃសង់ឈ្នះអាមេនីដោយផ្អែកលើការប្រើប្រាស់ដ្រូនចំណែកឯអាមេនីវិញប្រើប្រាស់យុទ្ធសាស្ត្រចាស់កម្រិលពឹងផ្អែកលើការប្រើកាំភ្លើងធំនិងរថក្រោះឆ្លើយតបបន្ទាន់សតការសង្គ្រាមសម័យថ្មីទើបបរាជ័យអំពីដ្រូន TB2 ដោយដ្រូនមួយនេះផលិតដំបូងដោយទូគីក្នុងឆ្នាំ2014វាមានបណ្ដោយប្រវែង6.5 ម៉ែត្រស្លាបប្រវែង12ម៉ែត្រនៅពេលវាបំពាក់សព្វាវុធរួចមានទម្ងន់700គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនចំនួន1ហោះក្បួន130គីឡូម៉ែត្រទៅ220គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ300គីឡូម៉ែត្រក្នុងរយៈកម្ពស់7620ម៉ែត្រនិងអាចហោះបាន27ម៉ោងចំពោះការបំពាក់សព្វាវុធរបស់វាមានដូចជាក្របបែកឡាស៊ែរនាំផ្លូវនិង Smart Bomb MAMC MAML បាញ់បានចម្ងាយ8គីឡូម៉ែត្រទៅ15គីឡូម៉ែត្រនិង80គីឡូម៉ែត្រមីស៊ីលប្រឆាំងរថក្រោះ UMTAS បាញ់បានចម្ងាយ8គីឡូម៉ែត្ររ៉ូកែត Series 70មីលីម៉ែត្របាញ់បានចម្ងាយ8គីឡូម៉ែត្រនិងរ៉ូកែត Hydra 70គ្រាប់កាំភ្លើងត្បាល់81មីលីម៉ែត្របំពាក់ដោយ GPS នាំផ្លូវនិងក្របបែកនាំផ្លូវ DS16 ដែលបាញ់បានចម្ងាយ15គីឡូម៉ែត្រ
Drone TB2 បំពាក់រ៉ាដាប្រភេទ EOIRLD ឬក៏ AESA រ៉ាដាសម្រាប់ចាប់យកគោលដៅនិងមានប្រព័ន្ធ sensor ប្រព័ន្ធតំណាក់តំណងដោយវាមានប៉ុស្តិ៍បញ្ជាការសម្រាប់គ្រប់គ្រងនិងថតរាល់សកម្មភាពទាំងអស់ដែល Drone TB2 បញ្ជូនមកដោយសារតែវាមានសកម្មភាពខ្លាំងក្លាគួរឲ្យជឿជាក់បានទើបអ៊ុយក្រែនស្នើទូគីបើករោងចក្រផលិតវានៅលើទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដងនិងអ៊ុយក្រែនដាក់គោលដៅផលិតដ្រូនពីរឃាត TB2 ចំនួន120គ្រឿងក្នុងឆ្នាំ2025កន្លងទៅ